នៅក្នុងក្រុមហ៊ុនមួយនៅពេលដែលបុគ្គលិកមិនគោរពវិន័យថាតើយើងគួរសង្កត់ធ្ងន់ទៅលើអ្នកណាហើយអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការពង្រឹងវិន័យជាការពិតណាស់ផ្នែកធនធានមនុស្សគឺជាផ្នែកមួយដែលសំខាន់ដែលជាអ្នកការដែលជាផ្នែកដែលតាមដានអនុវត្តត្រួតពិនិត្យនៅវិន័យក្រមសីលធម៌ក៏ដូចជាដាក់ទោសទណ្ឌឬក៏វិន័យទៅតាមបទបញ្ញត្តិរបស់ក្រុមហ៊ុនប្រសិនបើបុគ្គលិកក្នុងក្រុមហ៊ុនមួយមិនត្រូវបានគោរពវិន័យឬការគោរពវិន័យនៅមានកម្រិតយើងគួរតែសង្កេតឬក៏សង្កត់ធ្ងន់ទៅផ្នែកធនធានមនុស្សតើបុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនយើងនឹងគោរពវិន័យហើយឬនៅគោរពគោលការណ៍បានជាប់លាប់ហើយឬនៅឬក៏ផ្នែកធនធានមនុស្សយើងនឹងអត់ទាន់បានគោរពវិន័យនិងគោលការណ៍ច្បាស់លាស់ទេជាការពិតផ្នែកធនធានមនុស្សគឺជាអ្នកមើលការអនុវត្តវិន័យនៅក្នុងក្រុមហ៊ុនប្រសិនបើផ្នែកធនធានមនុស្សគាត់មិនត្រូវបានឬក៏គាត់មិនអនុវត្តតាមគោលការណ៍វិន័យប៉ុន្តែគាត់ដើររុញដើរច្រានផ្នែកផ្សេងៗឲ្យគោរពវិន័យប្រកាសណាផ្នែកផ្សេងគេប្រកាសជាបកមកវិញថាចុះមិនមើលខ្លួនឯងផងមិនមើលពីការអនុវត្តខ្លួនឯងមិនបានបំពេញតួនាទីឬក៏គោរពតាមគោលការណ៍ក្រុមហ៊ុនផងតែឲ្យផ្នែកផ្សេងគោរពយ៉ាងម៉េចអញ្ចឹងហើយឋានៈគ្រប់គ្រងចាំបាច់ត្រូវតែពង្រឹងផ្នែកធនធានមនុស្សជាចម្បងជាសំខាន់ហើយមុនគេបង្អស់មុននឹងឲ្យបុគ្គលិកផ្នែកផ្សេងទៀតគោរពវិន័យរបស់ក្រុមហ៊ុនបានល្អមុននឹងជំរុញទៅដល់ការគោរពវិន័យសួរថាតើក្រុមហ៊ុនរបស់យើងនឹងមានគោលការណ៍នីតិវិធីច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានមនុស្សហើយនៅអានេះប្រសិនបើធនធានមនុស្សគាត់អត់ទាន់បានគ្រប់គោលការណ៍វិន័យឬក៏គោលការណ៍វិន័យរបស់យើងនិយាយតែមាត់កាលណាដែលនិយាយតែមាត់មិនមានគោលការណ៍មិនមាននីតិវិធីចែងឲ្យបានច្បាស់លាស់មិនមានទោសទណ្ឌឬក៏មិនមានអ្នកតាមដានការអនុវត្តឡើងវិញទេការនិយាយតែមាត់ប្រកាសណាស់ក្រុមហ៊ុនមួយនោះនឹងមិនអាចឲ្យបុគ្គលិកគ្រប់វិន័យបានខ្ជាប់ខ្ជួនទេពីព្រោះអីការដែលឲ្យបុគ្គលិកគ្រប់បានវាតើតែមានគោលការណ៍ច្បាស់លាស់ប៉ុន្តែបើសិនតែម្ដងថ្នាក់ដឹកនាំឬក៏អ្នកគ្រប់គ្រងយល់ឃើញអញ្ចេះចង់ធ្វើអញ្ចេះស្អែកឡើងធ្វើអញ្ចោះទៀតអញ្ចឹងវាប្រែប្រួលរហូតគឺអត់អាចតាមតាន់ទេអញ្ចឹងវាត្រូវតែជាគោលការណ៍ច្បាស់លាស់ហើយអនុវត្តដោយហ្មត់ចត់ដោយមានអ្នកតាមដាននិងអ្នកត្រួតពិនិត្យមើលពីលើផ្នែកធនធានមនុស្សទៀតដើម្បីឲ្យការងារនឹងមានប្រសិទ្ធភាពខ្លាំងអរគុណច្រើនសម្រាប់ការទស្សនា